ជាថ្ងៃមង្គលយើង University Mom and Dad I love you Hello សួស្តីអូយដឹងនិយាយថាម៉េចព្រោះដោយសារវាអត់ដែរធ្វើអញ្ចឹងអូខេហើយជាដំបូងខ្ញុំអរគុណដល់បងដែលបានជួយជំរុញខ្ញុំហើយក៏អរគុណបងដែលតែងតែមើលថែខ្ញុំដូចជាបងអូនស្រីបកើតហើយក៏អរគុណសម្រាប់រយៈពេលកន្លងមកដែលបងតែងតែណែនាំរឿងជាច្រើនដែលខ្ញុំអត់ធ្លាប់ដឹងអត់ធ្លាប់ឃើញធ្លាប់ធ្វើពីមុនមកហើយក៏ផ្ដល់ឱកាសខ្ញុំដល់ជាច្រើនអរគុណបងហើយជូនពរបងទាំងពីរមានសុខភាពល្អហើយមានមួយច្រើនមួយថ្មីមួយចាស់មួយចូលគ្រប់ទីកន្លែងលុយចូលច្រើនអរគុណនេះជាថ្ងៃមកពេលរបស់បងអូនទាំងពីររបស់ម៉ែខ្ញុំទាំងពីរនេះគាត់មានទឹកចិត្តល្អណាស់ចំណែកនាងខ្ញុំវិញមុំគីមនេះក៏ខ្ញុំមកធ្វើការជាមួយគាត់នេះក៏ខ្ញុំសប្បាយរីករាយជំរាបសួរអ្នកគ្រូលោកគ្រូថ្ងៃនេះខ្ញុំនៅតែដឹងថាជាថ្ងៃដែល University ផងលោកគ្រូអញ្ចឹងខ្ញុំមានពាក្យជូនពរលោកគ្រូអ្នកគ្រូលោកទទួលទានយ៉ាងបានប្រាថ្នាអ្វីដូចបំណងហើយទៅជូនពរឲ្យគុំមុំទៅទីតារីចម្រើនទៅមុខកបោតិជនច្រើនលោកបានលុយហូរចូលឆឹបរីចម្រើនទាំងអស់គ្នាជាគ្រូការដែលកក់ដៃនៅក្នុងទីតាទាំងអស់គ្នាអរគុណលោកគ្រូ Happy Anniversary បងប្រុសបងស្រី រីករាយក៏ពីពីមេជូនពរមេរ៉ូស៊ីមានបានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ចក្នុងការរ៉ូស៊ីថ្ងៃហ្នឹង Happy Birthday ថ្ងៃរីករាយថ្ងៃអាពាហ៍ពិពាហ៍ជូនពរមេមានសុខភាពល្អមានលុយចូលច្រើន Happy Anniversary មេរីករាយថ្ងៃអាពាហ៍ពិពាហ៍មេសូមជូនដល់ពរឲ្យមេទាំងពីរទាំងមេប្រុសទាំងមេស្រីមានសុខភាពល្អហើយក្រុមហ៊ុនកាន់តែរីកចម្រើនអញ្ចឹងថ្ងៃនេះដែរខ្ញុំចង់អរគុណដែលបានផ្ដល់ឱកាសផ្ដល់បរិយាកាសខ្ញុំជាច្រើនអញ្ចឹងអរគុណមេសូមជូនពរមេសុខសប្បាយមានសុខភាពរហូតទៅជិះសួរមេទាំងពីរថ្ងៃនេះជាថ្ងៃពិសេសរបស់មេទាំងពីរខ្ញុំអាណិតថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តមែនតើហ្មងណា Happy Anniversary ជូនពរឲ្យមេទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងក្នុងរកស៊ីឲ្យមានបានឲ្យក្រុមហ៊ុនកាន់តែរលូនជូនពរឲ្យមេសុខភាពល្អខ្ញុំសូមនិយាយអារម្មណ៍ពិតរបស់ខ្ញុំតែរយៈពេល2ខែដែលខ្ញុំបានមកស្គាល់មេនៅទីនេះមកនៅទីនេះមកនៅលក្ខណៈថាជាគ្រួសារខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តហើយរីករាយខ្លាំងមែនតើហើយក៏ជាថ្ងៃដែលខ្ញុំអាចនិយាយបានថាឥឡូវហ្នឹងគឺជីវិតខាងយើងវាចាប់ផ្ដើមមានរស្មីវិញណាគ្រប់គ្នាដែលគេមើលមកយើងហាក់បីដូចជាអូអាណិតលើអស់ចាស់ហ្មងទាំងអស់នេះគឺសត្វតែអ្វីដែលមេផ្ដល់ឱកាសឲ្យខ្ញុំទាំងអស់អញ្ចឹងហើយខ្ញុំនឹងព្យាយាមដោះខាត់ខ្លួនឯងឲ្យកាន់តែល្អអ្វីដែលមេបង្រៀនខ្ញុំពីចំណុចតូចរហូតដល់ចំណុចធំខ្ញុំនឹងចាប់យកហើយខ្ញុំនឹងព្យាយាមដោះខាត់ឲ្យល្អបំផុតអរគុណច្រើនអរគុណឲ្យក្តីស្រឡាញ់អរគុណទាំងមេប្រុសអរគុណទាំងមេស្រីដែលផ្ដល់ឱកាសឲ្យនារីកំសត់ម្នាក់នេះចូលមកទីនេះអរគុណច្រើនជម្រាបលា